ទីក្រុងសេអ៊ូលកូរ៉េខាងត្បូងផ្ដើមឆាដំបងមាននារីស្រស់ស្អាតម្នាក់កំពុងត្រូវបានបរមឯក្រមរត់តាមហើយនាងក៏រត់មកសំឲ្យជួយតែម្ចាស់ឡានក៏ប្រញាប់បិទកញ្ចក់ទុកឲ្យស្រីម្នាក់នោះស្រែកសំអង្វរតែម្នាក់ឯងនៅឆាបន្ទាប់ក្នុងសាច់រឿងបង្ហាញឲ្យស្គាល់ពីតួឯករបស់យើងដែលមានឈ្មោះថា Haewon ជាបុគ្គលិកធនាគារមួយដែលពេលនេះកំពុងដំឡើងសម្លេងដាក់អតិថិជនវ័យចំណាស់ម្នាក់រហូតដល់ផ្អើលភ្ញៀវដទៃសូម្បីតែអ្នកបោះសម្អាតក៏ត្រូវងាកមើលស្រីម្នាក់នេះចង់បានកម្ចី$30,000តែ Haewon ប្រាប់ថាមនុស្សវ័យចំណាស់ដែលគ្មានចំណូលទៀងទាត់ខាងធនាគារអាចឲ្យកម្ចីខ្ពស់បំផុតត្រឹមតែ$20,000ខណៈដែលស្រីកំពុងព្យាយាមនិយាយឲ្យ Haewon ជួយតែនាងបែរជាធ្វើមិននឹងមិនលឺហើយងាកទៅទទួលទូរស័ព្ទដែលខលចេញពីប៉ុស្តិ៍ប៉ូលីសសូមឲ្យនាងឆ្លៀតពេលទៅធ្វើជាសាក្សីចង្អុលប្រាប់ជនសង្ស័យដែលបានវាយតប់ស្រីម្នាក់នោះកាលពីយប់មិញនៅឯប៉ុស្តិ៍ប៉ូលីស Haewon បានសួរបញ្ជាក់ប៉ូលីសថាពួកជនសង្ស័យប្រកាសជាមើលមិនឃើញនាងមែនឬអត់ព្រោះ Haewon ខ្លាចពួកនោះចំណាំមុខប៉ូលីសបានឆ្លើយបញ្ជាក់ថានេះជាកញ្ចក់បែបមើលឃើញតែម្ខាងមិនបាច់បារម្ភឡើយសាច់រឿងត្រង់ចំណុចនេះបង្ហាញឲ្យយើងដឹងថាស្រីម្នាក់ដែលរត់ឲ្យគេជួយកាលពីម្សិលត្រូវបានគេព្រួតដៃគ្នាវាយរហូតដល់ស្លាប់តែទោះជាដឹងថានរណាជាឃាតករតែ Haewon ក៏មិនខ្វល់ខ្វាយព្រោះគិតថានោះមិនមែនជារឿងរបស់ខ្លួនហើយបានកុហកប្រាប់ប៉ូលីសថានាងចាំមិនបានព្រោះមើលមិនច្បាស់បន្តិចក្រោយមកនៅឯទីលានចំណតឡានក្រុមក្មេងស្ទាវត្រូវបានដោះលែងព្រោះគ្មានភស្តុតាងគ្រប់គ្រាន់ចំណែកឯ Haewon ក៏ដឹងច្បាស់ថាពួកនោះជាឃាតករតែក៏មិនព្រមនិយាយការពិតព្រោះដូចដែលបានប្រាប់មុននេះ Haewon គិតថានេះមិនមែនជារឿងរបស់នាងពេលមកដល់កន្លែងធ្វើការវិញ Haewon ទើបតែបានដឹងថាមិត្តរួមការងាររបស់នាងដែលមានឈ្មោះថាជីស៊ូព្រមអនុម័តប្រាក់កម្ចីចំនួន$30,000តាមតម្រូវការរបស់ស្រីហើយនោះក៏ធ្វើឲ្យ Haewon ខឹងជាខ្លាំងបានហៅជីស៊ូមកនិយាយគ្នាតែពីរនាក់ហើយបានតេះដៀលជីស៊ូថាប្រហែលជាចង់បានមុខមាត់ទើបធ្វើបែបនេះតែជីស៊ូក៏មិនបានតបតហើយគ្រាន់តែឆ្លើយទៅវិញថានាងគ្រាន់តែអាណិតស្រីតែប៉ុណ្ណោះបន្តិចក្រោយមក Haewon បានមកបន្ធូរអារម្មណ៍ក្នុងបង្គន់ហើយតាមចន្លោះទ្វារក៏មើលឃើញតែស្បែកជើងរបស់នរណាម្នាក់តែ Haewon ក៏មិនបានចាប់អារម្មណ៍ហើយងាកទៅចុចទូរស័ព្ទផ្ញើសារសំទោសទៅកាន់ជីស៊ូតែពេលដែលរួចរាល់ទុកធុរៈ Haewon បែរជាមិនអាចបើកទ្វារបានទើបខំប្រាស់ខ្លួនតោងឡើងលើហើយឃើញថាមាននរណាម្នាក់យកដងអំបោះជូតមកកល់នឹងកន្លឹះទ្វារខាងមុខHaewon ជាមួយនឹងទឹកមុខមូម៉ៅដើរសំដៅទៅកាន់ជីស៊ូហើយគ្រាន់តែឃើញស្បែកជើងក៏យាដៃទះកំភ្លៀងនាងពេញមួយទំហឹងធ្វើឲ្យភ្ញៀវដទៃងាកមើលគ្រប់គ្នាតែភ្លាមនោះដែរ Haewon ក៏ងាកទៅឃើញអ្នកបោសសម្អាតពាក់ស្បែកជើងដូចគ្នាដែរហើយមើលទៅអ្នកបោសសម្អាតម្នាក់នេះក៏ទំនងជាជ្រេញនឹងរឹកពារបស់ Haewon ដែលបានសម្លុតស្រីម្នាក់ហើយចុងក្រោយ Haewon ក៏ត្រូវ manager ហៅទៅស្ដីឲ្យហើយផ្អាកការងារមួយរយៈពេលមកដល់ខុនដូវិញបងសន្តិសុខបានយកសម្បត្តិជាច្រើនមកឲ្យ Haewon ដែលមួយចំនួនជាសម្បត្តិដែលផ្ញើពីមិត្តចាស់របស់នាងតែសម្បត្តិពីមិត្តភក្តិចាស់ដែលសរសេរដោយដៃទំនងជាគ្មានតម្លៃសម្រាប់ Haewon មិនត្រឹមតែមិនបើកអានតែបានចោលវាទៅក្នុងធុងសម្រាមតែម្ដងកន្លងទៅច្រើនថ្ងៃដែលមិនបានធ្វើការ Haewon ដែលនៅតែក្នុងបន្ទប់ក៏កាន់តែ stress ទើបសម្រេចចិត្តធ្វើដំណើរទៅកាន់កោះមួយកន្លែងដែលជាស្រុកកំណើតរបស់លោកតាហើយនាងក៏ធ្លាប់មកលេងកាលនៅតូចហើយទោះជាពេលនេះលោកតាលេងនៅតែនៅខាងលើកោះក៏នៅមានមិត្តភក្តិចាស់ម្នាក់ដែរនៅតាមផ្លូវនៅកណ្ដាលសមុទ្រមានអ្នកដំណើរតែម្នាក់គត់គឺ Haewon ចំណែកអ្នកបើកទូកដែលញញឹមស្ញែងម្នាក់នេះមានឈ្មោះថា Duksu ដែលព្យាយាមជជែកលេងដើម្បីកុំឲ្យស្ងាត់ពេកកាលពីមុនក៏ដែលពួកគេនឹងទៅនេះមានមនុស្សរស់នៅច្រើនដែរតែឥឡូវនៅសល់តែ9នាក់ប៉ុណ្ណោះព្រោះអ្នកផ្សេងទៀតបានមិនស្លាប់អស់ក៏ចេញទៅរស់នៅឯដីគោកនិយាយទៅនិយាយមកឌុកស៊ូក៏ចាប់ផ្ដើមស្រដៀងមកហើយចាំបានថានាងគឺ Haewon ដែលធ្លាប់មកលេងកោះកាលពីនៅតូចចំណែកឯ Haewon ក៏បាននឹកដល់គ្រាមុនដែលធ្លាប់មកលេងផ្ទះលោកតារបស់នាងហើយបានឈរផ្លុំខ្លុយលេងនៅមាត់ច្រាំងដោយមានមុខណាំមិត្តភក្តិដែលជាកូនអ្នកនៅលើកោះនៅអង្គុយលេងក្បែរនោះដែរហើយ Haewon ក៏បានប្រគល់ខ្លុយមួយនោះឲ្យទៅបុកណាំជារបស់អនុស្សាវរីយ៍នៅពេលដែលពួកគេនឹកដល់គ្នានៅឆាបន្ទាប់នាបច្ចុប្បន្នបន្ទាប់ពីធ្វើដំណើរអស់ច្រើនម៉ោងទីបំផុត Haewon ក៏បានមកដល់មាត់កំពង់ដោយមានស្រីម្នាក់ចាំទទួលគេម្នាក់នេះគឺបុកណាំមិត្តភក្តិចាស់ដែលតែងតែសរសេរសមុទ្រផ្ញើទៅឲ្យ Haewon នោះឯងហើយគ្រាន់តែឃើញទឹកមុខរបស់បុកណាំមិនចាំបាច់ប្រាប់ក៏ដឹងថានាងរំភើបប៉ុណ្ណាដែលបានជួបនឹង Haewon ម្ដងទៀតមិត្តភក្តិទាំងពីរដើរឡើងពីមាត់កំពង់ហើយនៅតាមផ្លូវបុកណាំបានណែនាំ Haewon ឲ្យស្គាល់ចាស់ៗនៅលើកោះមានទាំងតាចាស់ដែលអាយុច្រើនរហូតដល់ភ្លេចភ្លាំងនិងត្រឹមយាយដែលនៅរឹងមាំធ្វើការបានគ្រប់យ៉ាងរួមទាំងប្តីរបស់នាងដែលមានឈ្មោះថាម៉ាន់ចង់ចំណែកឯម្នាក់ទៀតគឺប្អូនប្រុសបង្កើតរបស់ប្តីមានឈ្មោះថាឈូលចង់
ចំណែកឯពួកយាយទាំង3ក៏នាំគ្នាសរសើរសម្រស់របស់ Heaven ថាមានពណ៌សម្បុរភ្លឺថ្លាស័ក្តិសមនឹងអ្នកដែលមកពីទីក្រុងតែយាយទាំង3ក៏ត្រូវស្ងាត់មកឆឹងនៅពេលដែលយាយមេកន្ទ្រាញដែលមានឈ្មោះថាយាយដងហោបាននិយាយកាត់ថាកោះដែលដាច់ស្រយាលបែបនេះគ្មានអ្វីគួរឲ្យមកលេងនោះឡើយសំដីតែប៉ុន្មានម៉ាត់តែធ្វើឲ្យខូចបរិយាកាសតែម្ដងបន្តិចក្រោយមកបុកណាំបាននាំ Heaven មកដល់កន្លែងសម្រាកផ្ទះមួយនេះជារបស់លោកតារបស់ Heaven ហើយ Heaven ដែលសម្លឹងមើលផ្ទះដែលនាងធ្លាប់មកលេងកាលនៅតូចក៏ឃើញថាអ្វីៗច្រើនយ៉ាងក៏មិនបានប្រែប្រួលប៉ុន្មានឡើយសូម្បីតែស្នាមកោះលើឈើរនាបជាឈ្មោះពួកគេទាំងពីរក៏នៅដដែលចំណែកឯធូលីដីបុកណាំក៏បានជួយបោះសម្អាតមុននេះតាំងពីដឹងថា Heaven នឹងមកលេងទាំងពីរនាក់ប្រែគ្នាលេងបានបន្តិចកូនស្រីរបស់បុកណាំដែលមានឈ្មោះថាយ៉នហេក៏ដើរមកឈប់នៅមាត់ទ្វារបុកណាំហៅកូនស្រីឲ្យទៅជម្រាបសួរ Heaven តែយ៉នហេក៏ដូចជាអឹមអៀនហើយក៏ប្រញាប់ដើរចេញទៅវិញបុកណាំប្រាប់ Heaven ថាយ៉នហេបានរៀនសូត្រតិចតួចប៉ុណ្ណោះព្រោះមិនចង់ប្តីរបស់នាងមិនចង់ឲ្យកូនរៀនបានខ្ពស់ព្រោះខ្លាចយ៉នហេចាក់ចេញទៅនៅឯទីក្រុងបុកណាំប្រាប់ឲ្យ Heaven ចាំបន្តិចនាងនឹងទៅយករបស់ហូបមកឲ្យតែពេលដែលបកមកដល់វិញក៏ឃើញថា Heaven បានដេកលក់បាត់ក្នុងឆាកមួយនេះបង្ហាញឲ្យយើងឃើញថាសម្រាប់មនុស្សស្រីដែលនៅលើកោះមានមនុស្សរស់នៅតែប៉ុន្មាននាក់ពាក្យថាមិត្តភក្តិមានន័យបំផុតសម្រាប់នាងសូម្បីតែគ្រាន់តែបានសម្លឹងមើលមក Heaven ពេលដែលដេកលក់ក៏ធ្វើឲ្យបុកណាំមានក្តីសុខណាស់ទៅហើយនៅឆាកបន្ទាប់បុកណាំបានមកដល់ផ្ទះវិញហើយកំពុងហូបបាយជុំគ្នាមិនចង់ដែលជាប្តីក៏ប្រាប់ថាយប់នេះនឹងបបួលយ៉នហេទៅរកត្រីជាមួយគ្នាតែបុកណាំក៏និយាយទាំងអស់សំណាយថាឲ្យតែឮថាទៅរកត្រីក៏មិនអាចឃើញបានត្រីមកវិញសោះសម្ដែងរបស់បុកណាំធ្វើឲ្យមិនចង់ខឹងជាខ្លាំងចំណែកឯឈូចង់ដែលត្រូវជាប្អូនថ្លៃក៏ទំពាបាយបណ្ដាសម្លឹងមើលមកបុកណាំបណ្ដានៅឆាបន្ទាប់នៅពេលយប់មិនចង់បាននាំយ៉នហេទៅរកត្រីចំណែកឯនៅផ្ទះនៅសល់តែបុកណាំនិងឈុលចង់ហើយឈុលចង់ក៏ឆ្លៀតឱកាសនេះចូលទៅបំពេញបុកណាំដែលមិនអាចប្រកែកបានសន្និដ្ឋានថានេះមិនមែនជាលើកដំបូងដែលបុកណាំត្រូវទទួលរឿងស្មោកគ្រោកបែបនេះបន្តិចក្រោយមកឪពុកនិងកូនគឺមិនចង់និងយ៉នហេដែលទៅរកត្រីក៏បានមកដល់ផ្ទះវិញហើយដោយដែលបុកណាំបាននិយាយពួកគេពិតជាមិនបានត្រីមកវិញមែនមិនចង់ចូលទៅក្នុងបន្ទប់ដេកហើយឃើញកន្លែងដេកមានស្នាមប្រឡាក់ក៏លំមុំនឹងដឹងថាមានអ្វីកើតឡើងតែគេក៏មិនបាននិយាយអ្វីធ្វើដូចជារឿងធម្មតាតែពេលដែលបុកណាំនិយាយដល់រឿងដែលគេនិងប្អូនប្រុសមិនដែលរកត្រីឬចំណីផ្សេងបានសោះមិនចង់ក៏ផ្ទុះកំហឹងតែម្ដងហាមមិនឲ្យបុកណាំនិយាយអាក្រក់ប៉ះពាល់ទៅដល់គ្រួសាររបស់គេរួចហើយមិនចង់ក៏បានខ្ទាស់ទ្វារចាត់ការទាត់ធាក់បុកណាំយ៉ាងចាស់ដៃដោយមិនខ្វល់ថាយ៉នហេនឹងបានស្ដាប់ឮគ្រប់បែបយ៉ាងនៅថ្ងៃបន្ទាប់បុកណាំនៅតែក្រោកពីព្រឹកចំអិនម្ហូបហើយព្យាយាមញញឹមលេបក្របបាយទាំងដែលទ្រាំខ្លួនបន្តិចក្រោយមកទាំងអស់គ្នាក៏បានមកជួយជួសជុលដំបូលផ្ទះឲ្យយាយដងហោដោយពួកលោកយាយមាត់ស្អុយទាំងនេះចូលចិត្តតែសរសើរមិនចង់និងឈូលចង់ដោយនិយាយថាប្រសិនមកនៅលើកោះមិនមានប្រុសល្អដោយពួកគេក៏មិននឹងជាត្រូវពឹងនរណាទៀតតែការប៉ັດនោះអ្នកដែលការងារធ្ងន់ជាងគេមិនមែនពួកអាប្រុសល្អទាំងពីរអ្នកបងប្អូនដែលនៅលើដំបូលនោះឡើយតែគឺបុកណាំដែលលីស៊ីម៉ងនៅខាងក្រោមមិនត្រឹមតែមិនយកទឹកឲ្យផឹកក្រុមយាយមាត់ស្អុយថែមទាំងប្រើឲ្យបុកណាំដែលមិនទាន់លេស៊ីម៉ងរួចឲ្យរត់រះឡើងនិងអាលឆាមីឲ្យពួកនាងចំណែកឯយាយដងហោក៏សួររក Heaven បុកណាំប្រាប់ថានាងមិនទាន់ភ្ញាក់គ្រាន់តែបានឮពួកយាយមាត់ស្អុយក៏ពេបជ្រាបថាពួកស្រីទីក្រុងពិតជាមិនកាត់ការមែនទៅពិបាករកប្តីតែបុកណាំក៏បាននិយាយដោះសារឲ្យមិត្តសម្លាញ់ប្រាប់ថាស្រីសម័យឥឡូវគេមិននិយមរៀបការទៀតឡើយតែយាយដងហោក៏កាត់វិញភ្លាមថាកុំនិយាយតែផ្ដាសម្រាប់មនុស្សស្រីការដែលបានរៀបការហើយលើកដំកើងមនុស្សប្រុសជាក្តីសុខបំផុតហើយនៅឆាកបន្ទាប់បុកណាំបានយកបាយមកឲ្យ Heaven តែ Heaven ដែលឃើញសភាពរបស់មិត្តភក្តិក៏ប្រាប់ថាលើកក្រោយមិនចាំបាច់ពិបាកយកមកទេចាំនាងធ្វើហូបខ្លួនឯងរួចហើយបុកណាំក៏បានបបួល Heaven ទៅលេងទឹកជ្រោះហើយប្រាប់ថានាងនឹងជួយបោកខោអាវតែ Heaven ប្រាប់ថាមិនអីទេតែចុងក្រោយពេលទៅដល់ទឹកជ្រោះបុកណាំក៏នៅតែជួយបោកឲ្យរួចហើយអ្នកទាំងពីរក៏បានមកត្រាំទឹកលេងជាមួយគ្នាធ្វើឲ្យបុកណាំនឹកដល់ការដែលពួកគេលេងទឹកជាមួយគ្នាបែបនេះកាលនៅតូចហើយនោះក៏ធ្វើឲ្យបុកណាំអាចបំភ្លេចរឿងក្រំគ្រាបានមួយពេលនៅថ្ងៃបន្ទាប់មាននារីម្នាក់ឡើងមកលើកោះដោយបង្ហាញឲ្យយើងឃើញត្រឹមតែជើងចំណែកឯ Heaven ក៏កំពុងដើរលេងគយគន់ទីកន្លែងផ្សេងៗដើម្បីរំលឹកអនុស្សាវរីយ៍រហូតមកដល់ត្រង់ចំណុចបង្គោលសេវា Heaven ចាំបានថាដែលបុកណាំចូលចិត្តសរសេរសម្បត្តិតែមិនព្រមខកទៅរកនាងក៏ព្រោះតែកោះមួយនេះត្បិតតែមានបង្គោលសេវាតែនៅលើកោះអ្នកដែលមានទូរស័ព្ទប្រើមានតែយាយដងហោនិងប្តីរបស់នាងតែមិនចង់ក៏មិនដែលឲ្យនាងប៉ះទូរស័ព្ទសោះHeaven ដើរបន្តមកដល់មាត់ច្រាំងហើយបានឃើញបុកណាំកំពុងមុជទឹកចាប់ត្រីជាមួយនឹងក្រុមលោកយាយបុកណាំដែលនៅក្នុងទឹកក៏មិនភ្លេចបក់បាយដៃជាការរាក់ទាក់ទៅកាន់ Heaven តែ Heaven ក៏បញ្ចេញទឹកមុខមិនសូវជារស់រាយតបទៅវិញឡើយហើយបានបែរខ្នងដើរចេញទៅ
បន្តិចក្រោយមកហាវ៉នក៏ទៅដល់មាត់ឆ្នេរហើយអានរស្មៅមួយប្រភេទដែលមានរសជាតិផ្អែមព្រោះចាំបានថាកាលនៅតូចក៏ចូលចិត្តជញ្ជក់វាលេងតែភ្លាមនោះឈូលចង់ក៏ដើរមកក្បែរហើយបានហុចស្មៅមួយសន្លឹកទៀតឲ្យទៅហាវ៉នដោយមិនចង់បដិសេធហាវ៉នក៏ព្រមទទួលដោយមិនបាននិយាយអ្វីតែគ្រាន់តែដាក់ចូលមាត់ភ្លាមហាវ៉នក៏ប្រញាប់ខ្ជាក់ចេញចំណែកឯឈូលចង់ក៏បែរជាឈរសើចដូចជាមនុស្សមិនគ្រប់ទឹកហើយចាប់ផ្ដើមដើរចូលទៅរកហាវ៉នមួយជំហានម្ដងតែក្នុងដៃខាងក្រៅខ្នងរបស់ហាវ៉នមានលាក់អំបែងកញ្ចក់ទុកការពារខ្លួនតែសំណាងល្អដែរពេលនោះយ៉នហេក៏រត់មកលេងក្បែរនោះដែរធ្វើឲ្យឈូលចង់ត្រូវដើរចេញទៅយ៉នហេបានកាន់សៀវភៅមកជាមួយហើយសុំឲ្យហាវ៉នជួយបង្រៀននឹងបន្ថែមតែហាវ៉នក៏មិនហ៊ានបង្រៀនព្រោះដឹងថាអ្នកផ្សេងនៅលើកោះមិនចូលចិត្តឲ្យយ៉នហេចេះច្រើននៅឆាបន្ទាប់នៅឯផ្ទះបុកណាំកំពុងអង្គុយញាត់បាយទាំងណាមិនទាន់ដោះឈុតមួយទឹកចេញចំណែកឯនៅខាងក្នុងបន្ទប់ម៉ាន់ចង់ក៏កំពុងលេងបិទពួនជាមួយនឹងនារីម្នាក់ដែលយើងឃើញតែជើងកាលពីព្រឹកមិញលន់លឺសំឡេងខ្ទាស់ពេញភូមិដែលមិនបានខ្វល់ពីប្រពន្ធដែលកំពុងអង្គុយហូបបាយនៅខាងក្រៅតែភ្លាមនោះហាវ៉ននិងយ៉នហេក៏ដើរមកដល់ល្មមហាវ៉នបានលឺសំឡេងពីក្នុងបន្ទប់ក៏សួរបុកណាំថាហេតុអ្វីប្តីរបស់នាងធ្វើបែបហ្នឹងតែបុកណាំក៏មិនបានឆ្លើយថាម៉េចហើយព្យាយាមអូសដៃហាវ៉ននិងយ៉នហេឲ្យចេញទៅសិនរួចហើយបុកណាំក៏មកអង្គុយហូបបាយបន្តធ្វើដូចមិនមានអ្វីកើតឡើងសូម្បីតែយាយដងហោក៏អត់មិនបាននឹងសួរថាហេតុអ្វីបុកណាំត្រូវទ្រាំនៅជាមួយនឹងប្តីបែបហ្នឹងតែបើស្ដាប់ទឹកដមសម្ដីរបស់យាយដងហោមិនមែនសួរនាំដោយការបារម្ភនោះឡើយតែបង្កប់នូវការឌឺដងជាងនៅឆាកបន្ទាប់ក៏បង្ហាញមុខនារីម្នាក់នោះឲ្យយើងស្គាល់ដែលនាងមានឈ្មោះថាមីរ៉ាន់ហើយដែលនាងព្រមមុខបំរើម៉ាន់ចង់ដល់លើកោះក៏ព្រោះតែគេឲ្យថ្លៃសេវានាងទ្វេ3ដងចំណែកឯយ៉នហេក៏អង្គុយសម្លក់មុខមីរ៉ាន់ហើយបានលួចតបក្បាលមួយដៃមុននឹងរត់ចូលទៅក្នុងឯបុកណាំក៏អង្គុយបេះបន្លែធ្វើដូចជារឿងធម្មតាមីរ៉ាន់ដែលរងចាំទុកបកមកវិញក៏អង្គុយលេងមួយផ្លែតសិនហើយដូចជាក្លែងចិត្តនឹងបុកណាំក៏ចូលទៅសំតោនិងជជែកលេងហើយព្រមទាំងបង្ហាប្រាប់ថាបើបុកណាំលេងចង់នៅក៏អាចលួចរត់ទៅជាមួយនាងតែបុកណាំក៏ងាកមកនិយាយប្រាប់ថានាងមិនហ៊ានរត់ទៅណាឡើយព្រោះបារម្ភពីកូនស្រីបន្តិចក្រោយមកមីរ៉ានត្រឡប់ទៅវិញចំណែកឯបុកណាំក៏បន្តការងារចិញ្ចឹមឃ្មុំដែលកាត់ទៅយើងមិនអាចឃើញបុកណាំទំនេរនឹងគេសោះចំណែកឯម៉ាន់ចង់ប្តីចោមសៀតមិនត្រឹមតែមិនជួយការងារហើយក៏មិននឹងឈួតអីនៅសុកក៏យកដុំថ្មគប់សម្បុកឃ្មុំធ្វើឲ្យឃ្មុំទាំងសម្បុកផ្អើលហើយហាដេញតិចបុកណាំស្រែករោពេញភូមិពេលមកដល់ផ្ទះវិញម៉ាន់ចង់បង្ខំឲ្យបុកណាំចេញទៅយកទឹកឃ្មុំឲ្យរួចមុនល្ងាចនេះព្រោះគេនឹងយកទៅលក់នៅព្រឹកស្អែកតែបុកណាំសុំអង្គុយសម្រាកសិនព្រោះមិនទាន់បាត់ឈើតែប្តីចោមសៀតមិនត្រឹមតែមិនអាណិតតែបែរជាយកដុំឈើមកគប់សំណាងល្អដែលកិច្ចតាន់បើមនុស្សឆ្នេះក៏នឹងជឿខ្លួនបន្ថែមបុកណាំបានមកអង្គុយលេងនៅផ្ទះហាវ៉នហើយហាវ៉នដែលឃើញរបួសពេញខ្លួនក៏មិនយល់ថាហេតុអ្វីបុកណាំត្រូវទ្រាំវេទនាជាមួយនឹងប្តីបែបនេះទាំងទាត់ធាក់ទាំងមានស្រីផ្សេងនៅនឹងមុខតែបុកណាំក៏ឆ្លើយយ៉ាងសាមញ្ញវិញថានាងសុំទៅហើយតាំងពីតូចរហូតមកដល់ពេលនេះមានតែគេធ្វើបាបព្រោះសម្រាប់នាងកោះមួយនេះតាំងពីដើមមិនដែលមានអ្វីប្រែប្រួលឲ្យប្រសើរឡើងឡើយក្នុងឆាកមួយនេះបង្ហាញឲ្យយើងឃើញថាមិនថាបុកណាំទៅតែជួបរឿងធ្ងន់ធ្ងរប៉ុណ្ណាតែពេលដែលបាននៅក្បែរហាវ៉ននាងក៏តែងតែមានស្នាមញញឹមជានិច្ចបន្ទាប់ពីបានអង្គុយប្រាច់គ្នាលេងបុកណាំបានមកផ្ទះសាខោអាវតែក៏ប្រទះឃើញខោខ្នងរបស់យ៉នហេជារូបតុក្កតាទៅប្រញាប់ចូលទៅសួរហើយឃើញថាយ៉នហេកំពុងអង្គុយលេបលេដែលនៅលើកោះមិនមាននរណាធ្លាប់ទៅមកប្រាសោះបុកណាំបានមកខំសួរហើយយ៉នហេក៏ប្រាប់ថារបស់ទាំងនេះប៉ារបស់នាងជាអ្នកទិញឲ្យគ្រាន់តែលឺភ្លាមបុកណាំក៏សឹងតែកាំងបេះដូងព្រោះនាងក៏ចាប់ផ្ដើមសង្ស័យថាម៉ាន់ចង់អាចនឹងកាត់ប្រេះផ្ដាស់ជាមួយនឹងកូនស្រីតែភ្លាមនោះម៉ាន់ចង់ក៏មកពីក្រោយហើយថាបុកណាំពេញទំហឹងធ្វើឲ្យថ្នាំលាបក្រចកប្រឡាក់ពេញមុខនាងតែម្ដងម៉ាន់ចង់ចូលទៅបៃលួងយ៉នហេតែដៃរបស់គេក៏រាវចុះក្រោមមិនសមជាការដែលឪពុកម្នាក់នឹងលួងកូនស្រីបែបនោះឡើយចំណែកបុកណាំក៏កាន់កណ្ដៀវនៅនឹងដៃប្រងនឹងបញ្ចប់រឿងជាមួយនឹងប្តីចង្រៃតែពេលដែលឃើញយ៉នហេនៅក្នុងដៃរបស់ម៉ាន់ចង់ក៏សុខចិត្តរំងាប់អារម្មណ៍ខ្លួនឯងវិញនៅល្ងាចនោះហាវ៉នបានទទួលសារពីខាងធនាគារប្រាប់ឲ្យដឹងថានាងត្រូវបានបញ្ឈប់ការងារតែម្ដងហាវ៉នប្រញាប់រៀបខោអាវដើម្បីត្រឡប់ទៅសេអ៊ូលវិញតែភ្លាមនោះបុកណាំក៏មកអង្គុយនៅខាងមុខហាវ៉នបានសួរថាមានរឿងអ្វីកើតឡើងតែបុកណាំក៏មិនបានឆ្លើយហើយគ្រាន់តែប្រាប់ថានាងចង់នាំកូនរត់ទៅជាមួយនឹងហាវ៉នតែហាវ៉នក៏ឆ្លើយដល់សារថាមិនអាចនាំពួកគេទៅជាមួយបានព្រោះត្រូវប្រញាប់ទៅដោះស្រាយរឿងការងារតែបុកណាំក៏សឹងតែលន់តួអង្វរសុំឲ្យហាវ៉នគ្រាន់តែជួយយកយ៉នហេទៅជាមួយតែម្នាក់ក៏បានឲ្យតែបានចេញផុតពីកោះនរកនេះហាវ៉នដែលឮសម្ដីរបស់បុកណាំក៏សួរដេញដោលរកការប៉ັດហើយបុកណាំក៏បានរាយរាប់ប្រាប់ថាម៉ាន់ចង់អាចនឹងកំពុងកាត់យកយ៉នហេដែលជាកូនធ្វើជាប្រពន្ធម្នាក់ទៀត
តែហាវ៉នដែលពូកែខាងកិច្ចវ៉ាស្រាប់ក៏ធ្វើជាស្ដីឲ្យបុកណាំថាបើចង់កុហកក៏គួរតែយករឿងដែលសមហេតុផលជាងនេះហើយហាវ៉នក៏ធ្វើជាខឹងដើរចូលទៅក្នុងតែព្រាមនោះដែរក៏មានអារម្មណ៍ថាខ្លួនបាននិយាយជ្រុលទៅប្រឹងនឹងចេញទៅសំទោសតែបុកណាំក៏បានត្រឡប់ទៅបាត់ហើយក្នុងឆាកមួយនេះក្នុងសាច់រឿងបង្ហាញឲ្យយើងឃើញថាខណៈដែលបុកណាំបាននិយាយរឿងរ៉ាវប្រាប់ហាវ៉នក៏មានយាយមាត់ស្អុយម្នាក់លួចចូលស្ដាប់រឿងរ៉ាវទាំងអស់ដែរព្រឹកថ្ងៃបន្ទាប់ហាវ៉នបានបបួលយន់ហេមកអង្គុយលេងឯមាត់ច្រាំងដោយកុហកប្រាប់ថានឹងជួយបង្រៀនមេរៀនតែការពិតនោះហាវ៉នបានលួចសួរថាតើយន់ហេស្រឡាញ់ឪពុករបស់នាងឬអត់តែពេលដែលឮយន់ហេថាស្រឡាញ់ហាវ៉នក៏សួរបន្ថែមថាស្រឡាញ់បែបណាតែយន់ហេមិនទាន់ទាំងបានឆ្លើយផងក្រុមយាយចាស់ក៏មកដល់ល្មមហើយយាយចាស់ម្នាក់ក៏ចាប់យន់ហេចេញទៅចំណែកឯយាយដងហោក៏ដើរទៅទាត់សិភៅចោលហើយសម្លក់មុខហាវ៉នទាំងមិនពេញចិត្តតាមសម្ដីរបស់យាយដងហោបានឲ្យយើងដឹងថាយន់ហេអាចនឹងមិនមែនជាកូនស្រីបង្កើតរបស់ម៉ាន់ចង់ឬបាននិយាយឲ្យចំក៏មិនច្បាស់ថានរណាជាឪពុកពិតប្រាកដរបស់យន់ហេហើយពេលដែលហាវ៉នថានឹងប្តឹងប៉ូលីសយាយដងហោក៏និយាយទាំងអស់សំណាយថារឿងប្តីប្រពន្ធឆ្លោះទាស់គ្នាតិចតួចនៅលើកោះដាច់ស្រយាលបែបនេះគ្មានមន្ត្រីរាជការណានឹងខាត់ពេលមកខ្វល់ខ្វាយជាមួយឡើយរួចហើយយាយដងហោក៏ធ្វើមុខឌឺដងបណ្ដេញហាវ៉នឆាប់ចេញឲ្យផុតពីកោះនេះស្របពេលជាមួយគ្នានេះបុកណាំបានលបចូលទៅក្បែរម៉ាន់ចង់ដែលកំពុងដេកលក់ហើយលោកយកលុយនិងកូនសោដើម្បីចាក់យកទូរស័ព្ទខលទៅរកនរណាម្នាក់ហើយអ្នកដែលនាងតាក់ទងទៅនោះគឺមីរ៉ាន់ដែលធ្លាប់មកបួលបុកណាំរត់កាលពីថ្ងៃមុនព្រឹកថ្ងៃបន្ទាប់បុកណាំនាំកូនស្រីលុយចេញមកស្ងាត់ដើរបណ្ដានិយាយបណ្ដាយន់ហេសួរម្ដាយថាពួកគេប្រុងនឹងទៅណាហើយបុកណាំក៏ប្រាប់កូនស្រីថាពួកគេនឹងទៅឲ្យឆ្ងាយពីកោះនេះដំបងឡាយយន់ហេក៏មិនចង់បែកពីឪពុកតែពេលដែលលើបុកណាំថាបើនៅបន្តក៏មានតែគេធ្វើបាបទើបធ្វើឲ្យយន់ហេក៏ព្រមទៅជាមួយម្ដាយទាំងពីរអ្នកម៉ែកូនដើរមកដល់មាត់ច្រាំងដោយមានមីរ៉ាន់ចាំទទួលតែការប៉ັດនោះទាំងនេះគ្រាន់តែជាល្បិចព្រោះអ្នកបើកតូបគឺឌុកស៊ូក៏ជាមិត្តភក្តិរបស់ម៉ាន់ចង់ហើយឌុកស៊ូក៏ធ្វើជានៅរាប់លុយយូរដើម្បីពន្យាពេលឲ្យម៉ាន់ចង់តាមមកតាន់បុកណាំត្រូវមិនចង់បាច់សក់អូបញ្ច្រាស់ដោយមានមីរ៉ាន់រត់តាមពីក្រោយស្រែកសំអង្វរឲ្យអ្នកផ្សេងជួយតែពួកយាយមាត់ស្អុយបែរជាបន្ថែមថាស្រីបែបហ្នឹងគួរតែកាត់ជើងចោលដើម្បីកុំឲ្យរត់បានទៀតទាំងអស់គ្នាដែលតាមដានមកដល់ចំណុចនេះទំនងជាស្អប់ពួកយាយកញ្ចាស់ទាំងនេះខ្លាំងជាងតួក្បត់ទៅទៀតតែកែសសំលុយប្រាប់មុនថាកម្ពុជាក៏នឹងមានប៉ិនមីរ៉ាន់ព្យាយាមសំអង្វរជួលចង់ជួយខាត់បងប្រុសរបស់គេតែអាមនុស្សវាក៏ចរិតម្នាក់នេះបែរជាយកដៃទៅស្ទាបដើមទ្រូងរបស់នាងហើយប្រើកម្លាំងបាយបង្ខំឲ្យចូលទៅក្នុងព្រៃដោយគ្មាននរណាហាមឃាត់សោះចំណែកឯបុកណាំក៏ត្រូវរងទាំងដៃទាំងជើងដោយមានក្រុមយាយមាត់ស្អុយជាអ្នកថែមរបាយថាស្រីរមលគុណប្តីដោយបុកណាំស័កសមហើយដែលត្រូវបែបហ្នឹងយន់ហេព្យាយាមចូលទៅជួយម្ដាយតែត្រូវមិនចង់វត្តមួយជើងរហូតដល់ដួលបោកក្បាលទៅនឹងថ្មស្លាប់មួយរំពេចបុកណាំសឹងតែបោកខ្លួនឲ្យស្លាប់តាមព្រោះបើគ្មានកូនស្រីតើនឹងទ្រាំរស់មានន័យអ្វីចំណែកក្រុមយាយមាត់ស្អុយក៏បានត្រឹមតែស្រែកយំតែក៏មិននឹងថាយំព្រោះបានបាត់បង់ក្មេងស្រីឬគ្រាន់តែយំសោកស្ដាយដែលគ្មានអ្នកស្នងបន្តឲ្យពួកនាងធ្វើបាបទៀតនៅឆាកបន្ទាប់លោកប៉ូលីសដែលយាយដងហោខតូរេកាក៏បានមកដល់ដោយមានម៉ាន់ចង់ចាំទទួលរាក់ទាក់ព្រោះម៉ាន់ចង់ក៏ចង់ឲ្យប្រកាសថាប៉ូលីសដែលមកនោះជាអ្នកដែលធ្លាប់ស្គាល់ល្មមនឹងអាចពឹងពាក់រឿងក្តីបានគ្រាន់តែឃើញសាកសពភ្លាមលោកប៉ូលីសក៏សន្និដ្ឋានបានថាយន់ហេមានស្លាកស្នាមដែលកើតចេញពីការវាយតប់គ្នាតែក្រុមយាយមាត់ស្អុយក៏នាំគ្នាអះអាងថាយន់ហេគ្រាន់តែដើររអិលជើងហើយបានមកក្បាលទៅនឹងថ្មបើលោកប៉ូលីសមិនជឿក៏ឲ្យសួរបុកណាំបាននិយាយរួចក៏នាំគ្នាសាយតែម្ដងតែបុកណាំដែលកំពុងអង្គុយសម្លឹងមើលរូបថតកូនក៏ងាកមកនិយាយទាំងទឹកភ្នែកប្រាប់ប៉ូលីសថាយន់ហេត្រូវមិនចង់ធ្វើឲ្យស្លាប់ប៉ូលីសចាប់ផ្ដើមសង្ស័យមិននឹងថាត្រូវជានរណាតែក្រុមយាយមាត់ស្អុយរួមទាំងឌុកស៊ូក៏ព្រួតតែគ្នាទម្លាក់កំហុសឲ្យបុកណាំហើយថែមទាំងបានថែមស្គាល់វិជែងប្រាប់ថាបុកណាំបានផាត់ក្បត់ចង់រត់ទៅនៅទីក្រុងតែយន់ហេមិនចង់ទៅណាចោលឪពុកទៅមានការប្រទិញប្រទង់គ្នាហើយបុកណាំក៏ច្រានយន់ហេដួលនឹងថ្មបុកណាំក៏ងាកទៅរកហាវ៉នដែលដើរមកដល់ល្មមតែហាវ៉នក៏ប្រាប់ថានាងទើបតែភ្ញាក់មិនឃើញហេតុការណ៍អ្វីទាំងអស់ដោយសារតែមិនចង់ឲ្យរឿងវែងឆ្ងាយប៉ូលីសសរុបសេចក្តីងាយៗថាការស្លាប់របស់យន់ហេគ្រាន់តែជាគ្រោះថ្នាក់ធម្មតាហើយមុននឹងត្រឡប់ទៅវិញក្រុមយាយមាត់ស្អុយក៏មានទឹកចិត្តជូនរបស់របរហូបចុកឲ្យទៅប៉ូលីសជាច្រើនដែលខំចំណាយពេលមកដោះស្រាយរឿងកំពេចកំពកចំណែកឯម៉ាន់ចង់ក៏មានទឹកចិត្តច្រើនជាងគេបានហុចលុយជូនតែម្ដងមុននឹងចេញដំណើរប៉ូលីសបានសរកហាវ៉នព្រោះតែនឹកឃើញថាហាវ៉នបានសំដោយសារទៅជាមួយដែរតែពួកយាយមាត់ស្អុយក៏ប្រាប់ថាលោកប៉ូលីសមានការងារច្រើនកុំខាតពេលចាំអី
ប៉ូលីសបានចេញដំណើរស្របពេលជាមួយគ្នាដែលហាវ៉នព្យាយាមស្រែកហៅពីមាត់ច្រាំងតែយាយមាត់ស្អុយក៏នាំគ្នាបកដៃឲ្យឌុកស៊ូប្រញាប់បាក់ទុកចេញព្រោះខ្លាចហាវ៉នអាចនឹងយករឿងមិនល្អប្រាប់ប៉ូលីសហើយចុងក្រោយហាវ៉នក៏ត្រូវទៅនៅលើកោះដោយមានឈូចុងឈរសម្លឹងមើលនាងមិនដាក់ភ្នែកនៅល្ងាចនោះឈូចុងបានយកទឹកស៊ុបមកឲ្យហាវ៉នចំណែកឯហាវ៉នក៏ស្មានថាជារបស់ដែលបុកណាំផ្ញើមកឲ្យក៏ផ្ដាំឈូចុងថាជួយអរគុណបុកណាំជំនួសផងដោយមិនដឹងថាក្នុងទឹកស៊ុបមានអ្វីនោះឡើយលុះយប់បន្តិចឈូចុងក៏បានមករកហាវ៉នដែលដេកស្ដុកស្ដឹងមិនដឹងខ្លួនដោយសារតែទឹកស៊ុបមួយចាននោះឈូចុងប្រឹងនឹងចាប់ផ្ដើមតែបុកណាំក៏មកពីក្រោយដោយមានមេឈើដកពីចង្ក្រានមិនទាន់បាត់ហើយផ្សែងនៅក្នុងដៃឈូចុងដែលឃើញទឹកមុខរបស់បុកណាំក៏ដឹងថានាងមិនមែនគំរាមលែងទៅព្រមចាក់ចេញតាមសម្រួលបុកណាំអង្គុយចោះសម្លឹងមើលមុខមាត់សម្លាញ់ធ្វើឲ្យនាងនឹកដល់រឿងរ៉ាវកាលពីជាង10ឆ្នាំមុនហើយនេះក៏មិនមែនជាលើកដំបូងដែលបុកណាំបានជួយការពារមាត់សម្លាញ់ព្រោះកាលនៅក្មេងខណៈដែលកំពុងអង្គុយផ្លំខ្លុយលេងក៏មានក្រុមក្មេងប្រុសគឺប៉ូលីសម៉ាន់ចង់ឈូចង់និងឌុកស៊ូតែងតែរករឿងធ្វើបាបពួកនាងតែបុកណាំក៏តែងតែចេញមកជួយការពារចំណែកឯហាវ៉នក៏មិនដែលមានចិត្តថានឹងជួយមាត់វិញហើយតែងតែរត់រួចខ្លួនតែឯងទុកឲ្យបុកណាំត្រូវក្រុមក្មេងប្រុសយកខ្លុយសំពងក្បាលរហូតដល់ដួលសន្លប់បាត់ហើយខ្លុយនោះក៏បាត់ជាពីរក្នុងឆាកដដែលនេះបង្ហាញឲ្យយើងឃើញថាហាវ៉នបានរត់មកមើលវិញហើយឃើញថាពួកនោះកំពុងធ្វើអ្វីមិនសមរម្យទៅកាន់បុកណាំដែលមិនអាចតទល់បានតែហាវ៉នក៏កំសាកជ្រុលរហូតដល់មិនដែលគិតថានឹងព្យាយាមធ្វើអ្វីម្យ៉ាងដើម្បីជួយមិត្តភក្តិដែលតែងតែការពារនាងកន្លងមកព្រឹកថ្ងៃបន្ទាប់ហាវ៉នបានភ្ញាក់ដឹងខ្លួនហើយក៏ប្រញាប់គួតពឹសថ្នាំចេញចំណែកឯបុកណាំក៏កំពុងពូនភ្នោរបស់យុនហេដែលមានសម្លេងស្រែកចេករបស់ម៉ាន់ចង់ថាឈួតឬជាដែលយកសាកសពមកកប់នៅមុខផ្ទះតែបុកណាំក៏ធ្វើមិននឹងមិនលឺបន្តិចក្រោយមកម៉ាន់ចង់និងឈូចង់ពីអ្នកបងប្អូនក៏យកទឹកឃ្មុំទៅលក់ឲ្យដៃគោកចំណែកបុកណាំក៏ត្រូវមកធ្វើការនៅចំការដំឡូងទាំងនៅថ្ងៃក្តៅក្រហែងដោយមានក្រុមយាយមាត់ស្អុយអង្គុយហូបបាយក្រោមម្លប់ឈើយ៉ាងសុខស្រួលដោយមិនគិតថានឹងជួយនាងខ្លះសោះហើយថែមទាំងបានស្រែកប្រាប់ឲ្យបុកណាំស្រូតដៃឡើងនិងឲ្យយកទៅលក់មុនខែភ្លៀងបន្ទាប់ពីបាយរួចយាយមេកន្ទ្រៀងដងហោប្រាប់ថានឹងទៅយករបស់ហូបយកមកអង្គុយហូបប្រែគ្នាលេងទៀតចំណែកឯបុកណាំក៏គិតតែធ្វើការដែលមិនមានអ្វីចូលពោះសោះផ្ទុយស្រឡះពីក្រុមយាយមាត់ស្អុយដែលបន្ទាប់ពីឆ្អែតបាយក៏នាំគ្នាទះដៃស្រែកច្រៀងយ៉ាងក្អាកក្អាយវិនាទីចុងក្រោយនៅវេលាថ្ងៃត្រង់ដែលព្រះអាទិត្យរះចំពីលើក្បាលបុកណាំសម្លឹងមើលឡើងលើហើយការបាត់បង់កូនស្រីក៏ធ្វើឲ្យនាងបាត់បង់សតិអារម្មណ៍ដែររហូតដល់អាចស្ដាប់ឮព្រះអាទិត្យនិយាយជាមួយនាងថាដែលនាងត្រូវវេទនាបែបនេះមិនមែននរណាផ្សេងឡើយតែដោយសារតែពួកលើកោះមិនដែលប្រណីនាងសោះបុកណាំដែលយ៉ាងលឿនទៅផឹកទឹកហើយប្រាប់ពួកយាយមាត់ស្អុយថាអំបញ្ញមិញព្រះអាទិត្យបាននិយាយជាមួយនាងតែគ្រាន់តែឮភ្លាមពួកយាយមាត់ស្អុយក៏នាំគ្នាសើចសឹងតែដួលបាសជើងតែសើចមិនទាន់បានប៉ុន្មានផងបុកណាំក៏ទាញកណ្ដៀវចាត់ការយាយចាស់ម្នាក់ហើយតាមទៅចាត់ការពីអ្នកទៀតដែលរត់ទៅណាមិនបានឆ្ងាយតែបុកណាំក៏មិនបានធ្វើអ្វីតាចាស់ដែលចាស់ភ្លេចភ្លាំងស្រាប់ទៅហើយបន្តិចក្រោយមកយាយមេកន្ទ្រៀងដងហោក៏ដើរមកវិញតែក៏សង្កេតឃើញបុកណាំអង្គុយនៅលើដំឡូងហើយមានសាកសពគ្នានៅក្បែរនោះក៏ល្មមនឹងទេដឹងថាមានរឿងអ្វីកើតឡើងទើបប្រញាប់រត់គេចទៅលាក់ខ្លួនក្នុងគុម្ពស្មៅរហូតដល់ពេលយប់ហើយទោះជាមានភ្លៀងធ្លាក់ខ្លាំងក៏មិនហ៊ានត្រឡប់ចូលផ្ទះវិញព្រោះដឹងថាបុកណាំកំពុងតាមរកដែរព្រឹកថ្ងៃបន្ទាប់បុកណាំបានសម្លឹងកន្ត្រៃហើយដើរសម្ដៅទៅរកតាចាស់តែបុកណាំក៏គ្រាន់តែជួយកាត់សក់ឲ្យព្រោះតាចាស់មិនដែលធ្វើអ្វីមិនល្អដាក់នាងឡើយចំណែកឯហាវ៉នដែលនៅផ្ទះមិនបាននឹងរឿងថាមានមនុស្សស្លាប់លើកោះក៏ទាញទូរស័ព្ទប្រងនឹងខទៅរកអ្នកបើកតូបតែទូរស័ព្ទក៏គ្មានសេវាទើបដើរទៅមើលហើយឃើញថាមាននរណាម្នាក់កាត់ខ្សែដាច់តែរំពេចនោះយាយដងហោក៏បានលបមកពីក្រោយធ្វើឲ្យហាវ៉នលន់មាត់ស្រែកលឺដល់បុកណាំដែលកំពុងកាត់សក់ឲ្យតាចាស់យាយដងហោបាននាំហាវ៉នមកពន្ធលាក់ខ្លួនត្រង់ចំណុចមួយក្រោមដើមឈើហើយនិយាយថាពេលនេះបុកណាំឈួតបាត់ទៅហើយយាយដងហោមិនទាន់ទាំងបានរាយរាប់ចប់បុកណាំក៏ដើរមកពីក្រោយហើយវេហាវ៉នសន្លប់បាត់ចំណែកឯយាយដងហោក៏រត់ផងដួលផងដោយមានបុកណាំតាមប្រកាត់មកពីក្រោយរហូតមកដល់ផ្ទាំងថ្មមាត់ច្រាំងក៏ធ្វើជានិយាយសមអង្វរក្រែងចៃដន្យបុកណាំព្រមលើកលែងឲ្យតែមនុស្សចាស់កំពូលល្បិចដោយយាយដងហោគ្រាន់តែងាកទៅឃើញទូករបស់ពួកប្រុសៗចិត្តបកមកដល់វិញក៏បដូរទឹកមុខមកជាសាយចំអកថាបុកណាំមិនរួចខ្លួនឡើយព្រោះនាងនឹងហក់ចុះទៅក្រោមហើយហែទឹកទៅប្រាប់ពួកប្រុសៗឲ្យមកចាត់ការនិយាយរួចភ្លាមយាយដងហោក៏ហក់ចុះទៅក្រោមមែនតែខាងក្រោមដែលយាយដងហោហក់ទៅនោះមិនមែនទឹកសមុទ្រឡើយតែជាផ្ទាំងថ្មបិទបញ្ចប់ជីវិតមេកន្ទ្រែងពួកមាត់ស្អុយយ៉ាងស័ក្តិសមចំណែកឯពួកប្រុសៗបន្ទាប់ពីចុះពីលើទូកឈូចង់បានដើរមកមុនហើយបានអង្គុយចុះក្បងទឹកផាក់ត្រង់ចំណុចមួយតែបុកណាំក៏ដើរស្ងាត់មកពីក្រោយហើយទាញកណ្ដៀវចាត់ការប្អូនថ្លៃចង្រៃចោលតែម្ដងចំណែកឯហាវ៉នក៏បានចាយដនមកឃើញល្មមទើបលាន់មាត់ស្រែកហើយរត់លោឡាឲ្យអ្នកផ្សេងជួយ
วอนรถมงดอดจำนวนมวยให้ขึ้นมันจ่องหนังดุกสูปีจำง่ายแต่ก็มันอาจสลายหาวเลยมันจ่องหนังดุกสูก็บ้านมงดอดจำนวนกระบองตักพักแต่เป็นดังเงียเมื่อหลังเลยก็ประเดี๋ยวเข่งกบาลระบชูจ่องไฮวอนก็รถมงดอดละมมสลายปรับอ่อยปุกเก๋ประหยัดบกน้ำด้านนอกขังกล่าวบกน้ำสำนักต่อกันมันจ่องแต่มันจ่องก็ลดไก่ตวนคนเดียวแต่ทั่วดังใดระบดุกสูจำแนกมันจ่องก็เฉลิดเป็นนี้แถบบกน้ำด้วยผ่ากล่าวให้โจตะเวตอบเนียงเตี้ยงกำราวจำแนกดุกสูก็รถตดอตุกเว้นให้เพียเยี่ยมหาวไอโกมซ้ำจำนวนปีใดโกกแต่อุปกรณ์ตุ่มแหนตำนองนอเลตุกก็เต้าบกน้ำบำพลายออกโดยชามันตอบนอแอปเตะบกน้ำได้จบจำนองได้ก็เต้ามันจ่องต่อเถะย่างจ่าได้ให้มันจ่องสไลด์สุดท้ายหายเอาไว้เต้าสำหรับปุกแก้ตังโนบกน้ำมันฉลายใต้กำเนิดท้าโปรเซนมาปุริมกดอลเนื่องนังหายเกะเรื่องต่างออกดามันจ่องบ้านถวยดะเนียงนังคนใส่มันจ่องบานเต้งกับมัดปล้องในจัดกาบกน้ำแต่ฮาวอนดาตรอมเล็งบานก็สำหรับจัดโจ้ตะขวดใต้กับตรามันจ่องจับบอยซะไฮสไลด์กำเรียบท้าเกนั่งสำหรับบกน้ำเจ้าหายกฮาวอนถวยเจี๊ยบประพลทไมแต่เฉลิดเป็นในบกน้ำบ้านคำใดมันจ่องสเตอร์แต่ได้มาเรียมมันจ่องประยับรถตยกปุเท้าสลับไปจมูกเนียดาบกน้ำบานป้อมกับบัดคลองมอดให้รถสำดาวตรกมันจ่องดอดเจ้าไม่ดงอรบเกหาเป็ดมันจ่องโดดพงากรอยบกน้ำก็บ้านมันแถมจีชราดองเตียนจำแนกดุกสูก็รถปิตุกหมกดอลมันตอนบัดฮอตฮาวอนก็ติ้งนายเกตตลับตะเวงให้ดาซาแต่ไพเป๊กก็จมพบเจิงดัวติงนัดติงไหนตามเพลาจิจรานดองตุ่มร่มแต่ดอลตุกให้ก็มันดังกำเปียไว้การใต้ประยับแต่ตุกใบจะได้มันแช่ตุ่มร่มแต่อาจมันแช่ตุกบานก็ซึ่งแต่ได้ชอลบุกน้ำมันได้มาดอนหมดจรังแต่ดุกสู่กับบานสายสิงห์ปรุกกระถาบุกน้ำตามมกมันตอนโดยเพลกกระถามันต้อนมันสลายสายจำลองตกไอ้นี้ก็เชี่ยเอากาอ่อยบุกน้ำรถบกตุ่มแหลกตักให้จัดกาสังกัดเก๋อ้อยได้ชอลแต่มาดองจำได้ไอฮาวอนก็บ้าตกเจ๋งรถดุยคลวนแต่มาในไอโดยสอบดองฮาวอนบ้านตะดอดปอปุลีอไดโกกมันต้นจากบ้านนิเยไว้ก็ออกกำลังได้สลับสงัดมัดชังมันต้นไม่นาดังเรืองนอกเลือกก่อบกน้ำข้อหาตุกไม่เตียดอ้อยมกตัวดำไม่ตามรกมัดสำลังสำหรับมนุษย์ไรได้ตั้งบิการหมก30 ชนมันน่าสกอเกลืองสำอางตัวจะขำผัดหมกปนาแต่ลัตพอลก็บ้านตายปนาไฮโนก็ทั่วไอปูเนี่ยบากตุกลุยอ้อสำนายติดตุยได้มันดังท้าเนรีชาลงงได้นอกจมปูหมกเกเนเติบแต่บ้านสำหรับมนุษย์จิจราเนี่ยขนมชาในเคยทาบกน้ำบ้านยกคลอยดาลไฮวอนทลบอ้อยก้านนอโต้ได้จอบคลวนหมกได้เป้หมกดอนหมดกำปงบกน้ำหอยเลยได้เป็นจับคลวนอ้อยต่างออกแต่ผู้มันจ่าตุก็กัดถ่ายทั่วน้ำนาตามธรรมดาให้หอยเลยได้เลยอ้อยบกน้ำวิ่งบกน้ำเติบแต่ดังถ่ากาปัดโนทรงก้มขังกล่าวก็เม้นมนุษย์อ่อจรานาได้หรือบ้านนี้อาจอมก่อนไล่นาเมนแต่มนุษย์จัดอักระก็เม้นแต่เนาเลิกก็ปนอเป็นล่าหมกดอนหมดกำปงบกน้ำบ้านเงี้ยตะเข่งตกดาลฮาวันจอดเจ้าได้เม้นปุลิปีเนี้ยกำปงชายเชยรวยหายปุลิมันเนี้ยก็บ้านไอโกมเรกาตะดอปุลิโซธาเน่าเลิกก็ตำน้องจะมีการหัดกาเอาไว้มาอย่างปุลิโซได้มันตอนดังกาปัดแต่ดังถ่าฮาวันเติบแต่รถไปก่อโนก็ติ้งขนาดใดดำไม่ขอดคลวนหนึ่งตกสันแนวชามันตอบฮาวอนบ้านเพียหลังขนมมันตบมวยจิมวยนักขนมจอบใดแต่ไว้แต่ถั่วไอเนียงซึ่งแต่ลุประหลังคือก้าดังเงะตะเข่งบกน้ำหมกสอกอขมาวหมกดอกกันไหลนี้ได้ระเบียบหน้าฮาวอนประยับรถไอเกจวยได้เม็ดหมกน้ำยั่วยัวดังตามไปกลายฮาวอนรถหมกรกโปลิโซใต้โปลิพวกรลุยมาเนี่ยนี้ก็เต้าบกน้ำจัดการรุ่ยจิตสลายจำได้อัฐเวจระเจ๋งก็เม่นจระวะตัวจอบหายฮาวอนได้ตัวจระมันติ้นมองโปลิสัมป้องกบาดมัดสำลังใต้บกน้ำได้จัดถลามทางขนมแต่กตอมอ๋อก็เล่นฉีดจับนั่งเรียงกายข้างกลาเตียนฮาวอนประยับประโจตะขนมมันตบคมแข็งให้จ่าสาวใต้บกน้ำก็ได้ตัวโยกกลสาวมาชดเตียดนชอบจังแกหนังโปลิโซหายเพลียมโนบกน้ำก็เงี้ยตะเข่งคล้อยหายบานยกเวียต่อไอฮาวอนพร้อมไม่สดับฮาวอนกระท่าบกน้ำลอบสเตะบาดต่อหายก็บ้านสุดท้ายหายเอาไว้เต้าตั้มทัวบาปเนียงบาปนังบกน้ำบ้านชลายท้าก็เพื่อแต่ฮาวอนจัดอักระเปกคลองชาเมนิบานไอดังท้าก้าปัดโนคลองท้ายเดยอนฮีบานสลับบกน้ำบานเงี้ยตะเคยฮาวอนไม่ในท่าฮาวอนคลวนไอปตอลก็นั่งหนึ่งราวครบแบบอย่างแต่เนี้ยบ้าจะปรับปริธามันดังเรืองปลุกกล้อนแต่จ่องดอกคลวนรวยหายนี้ก็ชื่อตำรับสัจจบจังอาราบฮาวอนได้จีมโนอัตมานิยมตังปีดามฮาวอนได้กำปงไผ่คล้ายก็พร้อมแต่ตัวคล้อยให้พร้อมจีบัดเพลงได้ปุกเกตถลอดพลอมเลงก้านตอยจำแนกบกน้ำก็กำปงเพียเยี่ยมเรียวรอกก่อนสาวดำไม่จะบากเทวียแต่เพลียมโนสำเล่งกำเพลิงปีโปลิโซได้มันตอนพัดองหามก่อนลอนหลังมันสำนาวต่อการบกน้ำแต่จังกลายโปลิโซก็เต้าบกน้ำตีนยัวได้จีบัดโปลิปกระลุยนกเกเรโนบกน้ำได้เต้าระเบิดทนก็น่าแต่ปรังสำหรับโจตรกฮาวอนแต่จังกลายฮาวอนก็ยกคลอยแดดถลอบะเมียนจังสรวยจะจำตรังกอระบบมัดสำลังวินาทีจังกลายมุนพัดองหามบกน้ำคอมโอคล้วนเต้าได้ไก่เพลาระบบฮาวอนสมองวออยฮาวอนพร้อมคลอยอ้ายหนึ่งสดับเจเลิกจังกลาย
จับตั้งปีนหมอกฮาวอนคล้ายแต่เจียมนุษย์ทำไมด้านคลาหันเชียงมนส้มใบแต่ปวกไม่สเตียวฮาวอนก็จงออลมกปรับไอ้ปลิจับปุเวียได้มันจับมาเม่นกันจับบางเตลายเป็นหมกดาวแต่เว้งฮาวอนบ้านระยกสมบัติปีขนมท่องสำรามม่องกอยอ่านคลำสาขนมสมบัติปรับไอ้ดังท้าบกน้ำใต้แต่จองดังสับตกนังนักระลักดอนนิ่งเจนไหนฮาวอนปีบ้านดังตบตักเพลงโปรดแต่ยลวิอารมกันได้ระบบบกน้ำขนมชาชีวิตระบบมนุษย์ไรมันเนะดามินตะเกตถวยบาปตีปังจองกร้อยก็มินแต่มัดสำลัยมันเนี่ยสมัยแต่คลอยไม่ดามได้ขมิ้นดำลายสอสำหรับแฮวอนแต่บุกน้ำก็บ้านเดซาเวียตกย่างหล่อจิจรันชน้ำดำน้ำไอมันตะเพียบระบบปุเกใต้จองกร้อยคลอยไม่โนก็คล้ายแต่จีอาวุธได้ชีวิตระบบเนียงกล้ามถวยได้ระบบมาจากดามได้ทลบประกลเวียเอาเนี่ยต่างออกนี้ไอ้นึกมันตอนดังท้าโกเรขังตะบงได้เชื่อประเตอริจมรานมอมพอดมวยแต่ปัจจุบันนั่นเนี่ยกะใบดาตปไตหรือได้สำนาวดอลบรจิตถมก็น่าจะเคยเมียนจิตุเตาสมากลเนี่ยต่างออกนี้สำหรับการตามด่าน